នៅក្នុងភូមិមួយដ៏ស្រស់ស្អាតនិងស្ងប់ស្ងាត់យាយសុខាជាអ្នកធ្វើខ្លែងដ៏ជំនាញប្រចាំភូមិថ្ងៃមួយចៅប្រុសរបស់គាត់ឈ្មោះវិធីមានបំណងប្រាថ្នាដ៏ធំមួយលោកយាយចៅចង់បានខ្លែងដែលអាចហោះដល់ឋានព្រះច័ន្ទយាយសុខាញញឹមហើយយល់ព្រមជួយចៅយើងនឹងធ្វើខ្លែងឯកយៈមួយដែលធំជាងគេណាចៅពួកគាត់បានទៅកាប់ឫស្សីដែលល្អបំផុតនៅក្នុងព្រៃការពុតឆ្អឹងខ្លែងត្រូវការកម្លាំងនិងភាពអត់ធ្មត់វាធំខ្លាំងណាស់លោកយាយគាត់ចងចំណងយ៉ាងតឹងណែនដើម្បីឲ្យវាហោះបានខ្ពស់វុធីជួយកាត់ក្រណាត់ចម្រោះពណ៌ដ៏ស្រស់ស្អាតផ្នែកដ៏សំខាន់បំផុតគឺឯកដែលធ្វើឲ្យខ្លែងមានសម្លេងពីរោះនេះគឺជាសម្លេងរបស់ខ្លែងយើងពួកគេធ្វើការជាមួយគ្នាយ៉ាងសប្បាយរីករាយទីបំផុតខ្លែងឯកក៏រួចរាល់វាអស្ចារ្យណាស់ពួកគេសែងខ្លែងទៅកាន់វាលស្រែធំទូលាយពួកគេត្រូវរងចាំខ្យល់បក់មកពេលណាទើបមានខ្យល់បក់មកលោកយាយរំពេចនោះខ្យល់ក៏ចាប់ផ្ដើមបក់យ៉ាងខ្លាំងខ្យល់មកហើយចៅត្រៀមខ្លួនប៉ុន្តែមាននរណាម្នាក់កំពុងលួចមើលពួកគេនោះគឺសុវណ្ណជាស្វាវេទមន្តដែលចូលចិត្តលេងសើចសុវណ្ណបានឆក់យកខ្សែខ្លែងពីដៃរបស់វិធីហេយកមកវិញភ្លាមសុវណ្ណរត់ចេញទៅយ៉ាងលឿនព្រោះគេចង់លេងខ្លែងនោះតែម្នាក់ឯងយាយសុកប្រាប់ចៅកុំឲ្យខឹងកុំខឹងអីចៅយើងត្រូវនិយាយជាមួយគេដោយសន្តិវិធីលោកយាយបានហៅស្វាវេទមន្តនោះមកជិតសុវណ្ណឈប់រត់ហើយស្ដាប់សម្ដីលោកយាយកូនស្វាតូចខ្លែងនេះធំណាស់លេងម្នាក់ឯងមិនសប្បាយទេវុធីក៏យល់ព្រមឲ្យសុវណ្ណលេងជាមួយគ្នាយើងអាចបង្ហក់វាជាមួយគ្នាបានពួកគេទាំង3នាក់បានរួមគ្នាកាន់ខ្សែខ្លែងខ្លែងឯកយ៉ាក់បានហោះឡើងទៅលើមេឃយ៉ាងស្រស់ស្អាតវាហោះបានខ្ពស់ជាងខ្លែងណាទាំងអស់សំឡេងឯកបន្លឺឡើងយ៉ាងពីរោះរណ្ដំពេញភូមិអ្នកភូមិទាំងអស់ចេញមកមើលខ្លែងដ៏អស្ចារ្យនេះព្រះអាទិត្យរៀបលិចប៉ុន្តែពួកគេនៅតែបន្តបង្ហោះខ្លែងបំណងប្រាថ្នារបស់វិធីបានคล้ายជាការពិតពួកគេជាមួយនឹងស្វាវេទមន្តបានคล้ายជាមិត្តល្អនឹងគ្នាជារៀងរហូតពេលយើងធ្វើការជាមួយគ្នាយើងប្រកាសជាអាចឈានដល់គោលដៅជាមិនខានណាចៅ